តោះសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមក review 3ចំណុចដែល Messenger កំពុង update ចំណុចទី1គឺ Nudity ចំណុចទី2គឺ Value Login ហើយចំណុចទី3គឺ Check Up ហើយចំណុចទី1គឺដូចជាខ្ញុំបាននិយាយរួចហើយទី2ទី3ក៏បាននិយាយដែរបើថាឥឡូវនេះខ្ញុំនឹង review ឡើងវិញតោះឥឡូវចូលទៅមើលការ review របស់ខ្ញុំជាដំបូងអ្នកនរគ្នាចូលក្នុង Messenger មកចុច Right Tray 3បន្ទាប់មកទៀតចុចកន្លែង setting អបចុះមកក្រោមចុចកន្លែង privacy and safety នេះកន្លែង nudity protection កន្លែងចំណុចនេះប្រសិនជាមានគេផ្ញើរូបអាកាសកាយឬក៏រូបភាពដែលមិនសមរម្យដល់បងប្អូនអញ្ចឹងបងប្អូនចុចលើវាមកចុចបើកទៅលើវារួចភាពនោះនឹងចេញរូប blur គឺអត់ច្បាស់ហើយចំណុចទី2កន្លែងវាlogin អញ្ចឹងនៅពេលដែលបងប្អូនចុចត្រង់ចំណុចហ្នឹងបងប្អូននឹងឃើញ device ជាច្រើនបើសិនជាមានគេ login ចូលទៅក្នុង Messenger របស់បងប្អូនអញ្ចឹងបើសិនជាអត់មានទេគឺមានតែ device របស់យើងទេតែបើសិនជាមានជនស្គាល់មុខ login ចូលទៅក្នុង Messenger របស់បងប្អូនចុចទៅលើ device នោះរួច log out ទៅធាក់វាចេញអញ្ចឹងចំណុចនេះសំខាន់ណាស់បើសិនជាបងប្អូនប្រើចាក់សោតមកតង់ទៀតតែប្រើ 2FA អញ្ចឹងនៅពេលដែលជនស្គាល់មុខគាត់ login មកវានឹង alert message មកឲ្យបងប្អូនហើយពេលនោះបងប្អូនត្រូវតែបដូរemail ឬក៏ password ឡើងវិញដើម្បីឲ្យមានសុវត្ថិភាពជាងមុនតោះឥឡូវចូលចំណុចទី3ចំណុចទី3គឺកន្លែង check up security check up កាលណាបើសិនជាបងប្អូនបាក់មកឃើញគឺ3គឺមានថា Messenger របស់បងប្អូនគឺមានសុវត្ថិភាពតែបើសិនជាបងប្អូនបាក់មកឃើញតែ1ឬក៏2គឺទាមទារឲ្យបងប្អូនត្រូវតែដូរ email ហើយនិង password ជាបន្ទាន់ពីព្រោះ3ចំណុចហ្នឹងគឺសំខាន់ណាស់សម្រាប់ Messenger របស់បងប្អូនហើយបើសិនជាមានករណីមួយដែលមិនប្រក្រតីវានឹង load message ទៅលើទូរស័ព្ទបងប្អូនដើម្បីឲ្យ review ឡើងវិញអញ្ចឹងចំណុចនេះវាតកតងនឹងចំណុចទី2ដែរគឺវាសំខាន់ដូចគ្នាបើសិនជាមានករណីមួយបើសិនចូលស្គាល់មុខបាន login ចូលអញ្ចឹងតម្រូវឲ្យបងប្អូនត្រូវតែដូរ email ឬនិង password ដូចគ្នាហើយវានឹង load alert និង message ទៅដល់បងប្អូនអញ្ចឹងចំណុចទាំង3ហ្នឹងគឺសំខាន់ណាស់សម្រាប់ Messenger របស់យើងដែលប្រើប្រាស់រាល់ថ្ងៃអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាមានព័ត៌មានខ្លះៗទៀតខ្ញុំនឹងចែករំលែកចំណេះដឹងបន្តទៀតអញ្ចឹងសង្ឃឹមថាបងប្អូនជួយ follow ម្នាក់មួយផងបាទអរគុណ